គិតថាទៅថ្ងៃអាណាមកទៅមានផ្ដាំឲ្យបងប្អូនកូនខ្មែរយើងទាំងអស់បាទជួយលើកដំកើងផលិតផលរបស់ខ្មែរយើងក៏ដូចជារបស់ពីដូនពីតាយើងមកដែលបានបន្សល់ទុកមកទល់សពថ្ងៃនេះវាមកទល់សពថ្ងៃហ្នឹងយើងតែងតែមានផលវិបាកខ្លាំងបានថាមានផលវិបាកខ្លាំងអញ្ចឹងទី1គឺភ្ញៀវមិនសូវមានការទិញច្រើនទី2គឺអីវ៉ាន់យើងឡើងថ្លៃបាទសម្រាប់ជំនាញនេះខ្ញុំបាទកូនស្រុកឆ្ងាយដែរតែដល់ពេលមកបានកូនគេអ្នកភូមិប៉ះចិនយើងទៅក៏រៀនពីប៉ាក្មេកខ្ញុំនិងម៉ាក់ក្មេកខ្ញុំបាទបាទរឿងការអត់ធន់នោះវាត្រូវតែមានដែរការរៀនអាហ្នឹងទី1គឺកំហុសហ្នឹងមានតិចអាហ្នឹងយើងអាចកែបានតែបើកំហុសហ្នឹងដូចថាវាច្រើនណាអាហ្នឹងมันអាចកែបានទេយើងត្រូវយកស្ពាន់ហ្នឹងយើងយកទៅរំលាយដើម្បីយកទៅកិនយកមកវងធ្វើសារជាថ្មី